បាទជំរាបសួរបងប្អូនសូមស្វាគមន៍មកកាន់ The Live Show ស្មាញជីវិតនៅក្នុងវីដេអូនេះខ្ញុំនឹងចែកម្លែកអំពីជីវិតការងារវិញម្ដងដែលមានសំណុំពរមានសំណួរជាច្រើនពីបងប្អូនបានសួរខ្ញុំថាបងថាតើក្រុមហ៊ុនប្រភេទណាខ្លះដែលខ្ញុំធ្វើទៅទទួលបានប្រាក់បៀវត្សក៏ដូចជាអត្ថប្រយោជន៍ច្រើនថាតើក្រុមហ៊ុនប្រភេទណាខ្លះដែលខ្ញុំធ្វើទៅទទួលបានឱកាសអភិវឌ្ឍជំនាញបទពិសោធន៍ផ្ទាល់ខ្លួនរបស់ខ្ញុំថាតើក្រុមហ៊ុនប្រភេទណាខ្លះដែលខ្ញុំធ្វើទៅទទួលបានឱកាសឡើងទូនាទីក៏ដូចជាតំណែងខ្ពស់បាទថាតើក្រុមហ៊ុនប្រភេទណាខ្លះដែលខ្ញុំធ្វើទៅមិនមានសម្ពាធការងារថាតើក្រុមហ៊ុនណាខ្លះដែលខ្ញុំធ្វើទៅបានយូរអង្វែងហើយមានវប្បធម៌ល្អជាពិសេសធ្វើការល្អជាមួយក្រុមការងារបាទដោយសារមានការសនំពោក៏ដូចជាមានសំណួរជាច្រើនទៅកាន់ខ្ញុំហើយខ្ញុំនឹងធ្វើវីដេអូនេះឡើងដើម្បីចែកម្លែកជូនបងប្អូននេះគឺជាការចែកម្លែកបទពិសោធន៍ក៏ដូចជាការសង្កេតផ្ទាល់ខ្លួនរបស់ខ្ញុំដែលមានបេក្ខជនជាច្រើនកំពុងតែស្វែងរកការងារធ្វើក៏ដូចជាស្វែងរកក្រុមហ៊ុនណាដែលទៅតាមក្តីសម័យរបស់គាត់មានន័យថាតើក្រុមហ៊ុនក្តីសម័យប្រភេទណាខ្លះដែលបងប្អូនចង់ធ្វើនៅក្នុងប្រទេសខ្មែររបស់យើងខ្ញុំជឿថាមានក្រុមហ៊ុនជាច្រើននៅក្នុងប្រទេសខ្មែររបស់យើងមានក្រុមហ៊ុនទូចមានក្រុមហ៊ុនធំក៏ដូចជាក្រុមហ៊ុនអន្តរជាតិមួយចំនួនដែលកំពុងតែប្រតិបត្តិការនៅក្នុងប្រទេសខ្មែររបស់យើងហើយខ្ញុំជឿថាបងប្អូនប្រកាសជាមានក្តីសម័យផ្ទាល់ខ្លួនថាយើងចង់ធ្វើក្រុមហ៊ុននេះយើងចង់ធ្វើក្រុមហ៊ុននោះដូច្នេះបងប្អូនកុំភ្លេចទស្សនាវីដេអូរបស់ខ្ញុំនឹងចែកម្លែកអំពីចំណេះដឹងបទពិសោធន៍មួយចំនួនជូនទៅកាន់បងប្អូនដើម្បីឲ្យបងប្អូនធ្វើការសម្រេចចិត្តតើក្រុមហ៊ុនប្រភេទណាខ្លះដែលបងប្អូនគួរតែធ្វើដើម្បីអភិវឌ្ឍជំនាញរបស់បងប្អូននៅក្នុងប្រទេសខ្មែររបស់យើងបាទសម្រាប់ខ្ញុំដើម្បីបងប្អូនគួរតែជ្រើសទៅតាមក្រុមហ៊ុនទៅតាមក្តីសម័យរបស់បងប្អូនដែលបងប្អូនចង់ធ្វើហ្នឹងសម្រាប់ខ្ញុំជាបទពិសោធន៍ខ្ញុំលើកទឹកចិត្តឲ្យបងប្អូនត្រូវតែកំណត់គោលដៅកត្តាខ្លួនឯងបានច្បាស់លាស់កត្តាខ្លួនឯងមានន័យថាម៉េចបងប្អូនឧទាហរណ៍ថាបងប្អូនពេញចិត្តក្រុមហ៊ុនប្រភេទអ្វីអញ្ចឹងយើងត្រូវតែសួរខ្លួនឯងថាតើក្រុមហ៊ុនប្រភេទអាជីវកម្មអ្វីដែលបងប្អូនចង់ធ្វើឧទាហរណ៍បងប្អូនចង់ធ្វើការនៅក្នុងក្រុមហ៊ុនផ្នែកបណ្ឌិតស្ថាកិច្ចផ្នែកសទ្ធាគារផ្នែករ៉េស្តង់ឬក៏បងប្អូនចង់ធ្វើការនៅក្នុងក្រុមហ៊ុនប្រភេទជាសំណង់ស៊ីវិលបងប្អូនចង់ធ្វើការនៅក្នុងក្រុមហ៊ុនប្រភេទ accounting and tax and audit service ឬក៏បងប្អូនចង់ធ្វើការនៅក្នុងប្រភេទក្រុមហ៊ុនដូចជា trading បាទផ្នែកលក់ផលិតផលឬក៏បងប្អូនចង់ធ្វើការនៅក្នុងផ្នែកធនាគារដូច្នេះបងប្អូនត្រូវតែកំណត់ហើយសួរខ្លួនឯងថាតើក្រុមហ៊ុនប្រភេទអ្វីដែលបងប្អូនចង់ធ្វើបាទកត្តាមួយទៀតទៅលើកត្តាខ្លួនឯងដែរបងប្អូនត្រូវតែសិក្សាតើខ្លួនឯងចង់ធ្វើក្រុមហ៊ុនប្រភេទចាប់ដើមដំបូងឬក៏បងប្អូនចង់ធ្វើការនៅក្រុមហ៊ុនខ្នាតតូចឬក៏មធ្យមឬក៏បងប្អូនចង់ធ្វើកិច្ចការងារហ្នឹងនៅក្នុងក្រុមហ៊ុនធំក្រុមហ៊ុនអន្តរជាតិឬក៏ local ឬក៏ international អញ្ចឹងយើងសួរខ្លួនឯងឲ្យបានច្បាស់លាស់មុននឹងសម្រេចចិត្តស្រឡាញ់ឬក៏ពេញចិត្តក្រុមហ៊ុនណាមួយដែលបងប្អូនចង់ធ្វើនៅក្នុងប្រទេសខ្មែររបស់យើងកត្តាកំណត់ខ្លួនឯងមួយទៀតបងប្អូនត្រូវតែសិក្សាស្រាវជ្រាវអំពីក្រុមហ៊ុនឧទាហរណ៍ពាក់ព័ន្ធជាមួយនឹងបងប្អូនត្រូវតែស្វែងយល់អំពីវប្បធម៌របស់ក្រុមហ៊ុនរបស់ពួកគេពាក់ព័ន្ធជាមួយចក្ខុវិស័យបេសកកម្មរបស់ក្រុមហ៊ុនបែបណាថាតើនៅពេលដែលបងប្អូនបានអានជាមួយនឹងបេសកកម្មក៏ដូចជាវប្បធម៌គុណតម្លៃរបស់ក្រុមហ៊ុននោះថាតើបងប្អូនពេញចិត្តដែរឬទេតើបងប្អូនចង់ធ្វើទៅតាមអ្វីដែលបងប្អូនកំណត់ដែរឬទេនៅក្នុងការសិក្សាស្រាវជ្រាវនេះបងប្អូនអាច research ក្រុមហ៊ុនរបស់គាត់ដូចជាពាក់ព័ន្ធជាមួយ website បណ្ដាញសង្គមក៏ដូចជាព័ត៌មានថ្មីមួយចំនួនក៏ដូចជាកេរ្តិ៍ឈ្មោះរបស់ក្រុមហ៊ុននោះហើយមួយទៀតបងប្អូនអាចសួរទៅកាន់បុគ្គលិកដែលបងប្អូនស្គាល់ដែលគាត់កំពុងតែធ្វើការនៅក្រុមហ៊ុននោះឬក៏អាចសួរគាត់ថាបងតើក្រុមហ៊ុនរបស់បងយ៉ាងម៉េចដែរបាទបរិយាកាសការងារក្រុមការងារវប្បធម៌យ៉ាងម៉េចដែរតើបងប្អូនពេញចិត្តជាមួយអ្វីដែលបងប្អូនចង់ធ្វើដែរឬទេបាទមួយវិញទៀតបងប្អូនសួរថាតើក្រុមហ៊ុននោះមានផ្ដល់ឱកាសអភិវឌ្ឍចំណេះដឹងជំនាញបទពិសោធន៍របស់បងប្អូនដែរទេតើក្រុមហ៊ុននោះបានផ្ដល់ working life balance មានការជប់សម្រាប់គ្រប់គ្រាន់ដែរទេតើក្រុមហ៊ុននោះ follow ទៅតាមច្បាប់ការងាររបស់ប្រទេសខ្មែរយើងដែរទេតើក្រុមហ៊ុននោះបានផ្ដល់ឱកាសឲ្យបងប្អូនមានឱកាសអភិវឌ្ឍជាពិសេសទៅលើ career path របស់បងប្អូនដែរទេការរៀបចំ structure ត្រឹមត្រូវដែរទេទៅតាមអ្វីដែលបងប្អូនពេញចិត្តហើយបងប្អូនចង់ធ្វើនៅក្នុងក្រុមហ៊ុនក្តីសម័យរបស់បងប្អូនបាទសម្រាប់ខ្ញុំមួយទៀតសំខាន់លើខ្លួនឯងពេលដែលបងប្អូនពេញចិត្តជាមួយនឹងគុណតម្លៃវប្បធម៌បរិយាកាសរបស់ក្រុមហ៊ុនហើយពាក់ព័ន្ធជាមួយនឹងអត្ថប្រយោជន៍ក៏ដូចជាក្រុមការងារល្អនៅក្នុងក្រុមហ៊ុនដែលបងប្អូនចង់ធ្វើហើយបងប្អូនត្រូវតែអភិវឌ្ឍចំណេះដឹងជំនាញរបស់បងប្អូននៅពេលដែលបងប្អូនខំប្រឹងអភិវឌ្ឍចំណេះដឹងជំនាញរបស់បងប្អូនខ្ញុំជឿថា
បងប្អូនប្រកាសជាធ្វើការនៅក្នុងក្រុមហ៊ុនក្តីសម័យបងប្អូនបានយូរអង្វែងហើយបងប្អូនប្រកាសជាពេញចិត្តកាលណាបងប្អូនមានការរីកចម្រើនខ្ញុំជឿថាក្រុមហ៊ុនក៏រីកចម្រើនសារចុងក្រោយមួយទៀតខ្ញុំចង់ជំរាបជូនបងប្អូនថាទោះបីជាបងប្អូនពេញចិត្តអ្វីដែលបងប្អូនចង់ធ្វើនៅក្រុមហ៊ុនតាមក្តីសម័យដែលខ្ញុំបានជំរាបជូនបងប្អូនអញ្ចឹងយើងឃើញថាបច្ចុប្បន្ននេះយើងមានឃើញក្រុមហ៊ុនជាច្រើនបាទពាក់ព័ន្ធជាមួយក្រុមហ៊ុន local ក្តីក្រុមហ៊ុន international ក្តីកំពុងតែអនុវត្តច្បាប់ការងារ follow ទៅតាមគោលការណ៍របស់ក្រសួងការងារជាច្រើនបាទហើយយើងឃើញថាបច្ចុប្បន្ននេះក្រុមហ៊ុនកំពុងតែមានការប្រកួតប្រជែងអភិវឌ្ឍទៅលើ salary structure ទៅលើអត្ថប្រយោជន៍ផ្សេងៗក៏ជាបង្កើនផលិតភាពការងាររបស់បុគ្គលិកជាពិសេសការបណ្ដុះបណ្ដាលចំណេះដឹងថ្មីៗជូនទៅកាន់បុគ្គលិករបស់គាត់បាទកលឹះសំខាន់ចំណុចសំខាន់មួយទៀតដែលខ្ញុំចែកម្លែកនៅក្នុងវីដេអូនេះខ្ញុំលើកទឹកចិត្តឲ្យបងប្អូនណាបងប្អូនត្រូវតែសិក្សាស្វែងយល់អំពីក្រុមហ៊ុនដែលបងប្អូនចង់ធ្វើដែលខ្លះទៅយើងឃើញថាយើងធ្វើការនៅក្រុមហ៊ុនល្អមានក្រុមហ៊ុនធំប៉ុន្តែពេលខ្លះបរិយាកាសការងារមិនសូវល្អបាទមានការធ្វើការមិនចុះសម្រុងគ្នាមាន management complete ជាច្រើន work flow process មិនត្រឹមត្រូវមិនច្បាស់លាស់ខ្ញុំជឿថាបងប្អូនប្រកាសជាមិនចង់ធ្វើទេត្រូវទេបងប្អូនធ្វើការនៅក្រុមហ៊ុនធំមែនពិតប៉ុន្តែពេលខ្លះក្រុមហ៊ុនខ្លះมันមានការសហការនេះបានត្រឹមត្រូវมันមាន work flow បានច្បាស់លាស់ micro management មានបុគ្គលិកធ្វើការមិនចុះសម្រុងគ្នាมันផ្ដល់តម្លៃបងប្អូនมันមានផ្ដល់ឱកាសបងប្អូនអភិវឌ្ឍចំណេះដឹងជំនាញរបស់បងប្អូនខ្ញុំជឿថាបងប្អូនប្រកាសជាมันធ្វើការនៅក្រុមហ៊ុនបានយូរមែនទោះបីជាប្រាក់ខែអត្ថប្រយោជន៍ច្រើនមែនពិតប៉ុន្តែផ្ទុយទៅវិញក្រុមហ៊ុនខ្លះមួយចំនួនទៀតក្រុមហ៊ុនខ្លះគាត់តូចបាទប៉ុន្តែគាត់ម្ចាស់អាជីវកម្មមានទឹកចិត្តល្អមានការអភិវឌ្ឍឲ្យតម្លៃបុគ្គលិកបាទមានបុគ្គលិកធ្វើការសហការនេះចុះសម្រុងគ្នាវប្បធម៌ល្អការចែករំលែកចំណេះដឹងបទពិសោធន៍គ្នាទៅវិញទៅមកដើម្បីអភិវឌ្ឍខ្ញុំជឿថាបងប្អូនប្រកាសជាពេញចិត្តទៅលើក្រុមហ៊ុនណាមួយដែលបងប្អូនជ្រើសទូចធំមិនសំខាន់បងប្អូនត្រូវតែស្វែងយល់ដូចខ្ញុំបានជំរាបជូនបងប្អូនអញ្ចឹងតើក្រុមហ៊ុនទាំងអស់ហ្នឹងបានផ្ដល់អត្ថប្រយោជន៍ខ្លះតើមានអ្វីខ្លះដែលបងប្អូនគិតថា match ជាមួយអ្វីដែលបងប្អូនរំពឹងទុកបាទអរគុណច្រើនបងប្អូនដែលបានតាមដានទស្សនា The Live Show សម័យជីវិតនេះគឺជាការចែករំលែកបទពិសោធន៍របស់ខ្ញុំក៏ដូចជាចំណេះដឹងមួយចំនួនជូនទៅកាន់បងប្អូនដើម្បីបងប្អូនធ្វើការសម្រេចចិត្តដើម្បីបងប្អូនទទួលបានក្រុមហ៊ុនក្តីសម័យរបស់បងប្អូននៅក្នុងវីដេអូនេះខ្ញុំចង់ជំរាបជូនថាយើងមានឱកាសការងារជាច្រើនដែលកំពុងតែស្វែងរកដូចខ្ញុំបានជំរាបជូននៅក្នុង The Live Show សម័យជីវិតហ្នឹងបច្ចុប្បន្ននេះខ្ញុំត្រូវការជ្រើសបុគ្គលិកជាច្រើនអ្នកដូចជាផ្នែក Sales Marketing Manager Sales Consultant Sales Service ក៏ដូចជា Sales Marketing Executive ក៏ដូចជា Graphic Designer ហើយក៏ដូចជាផ្នែក Senior and Accountant ដែរហើយនៅក្នុងនោះក៏មានត្រូវការផ្នែក F&B ជាច្រើននៅក្នុងផ្នែកអូតាដែលកំពុងតែបើកនៅក្នុងប្រទេសខ្មែររបស់យើងហ្នឹងដូចជា Food and Beverage Manager មានផ្នែកចុងភៅក៏ដូចជាផ្នែក Civil ជាច្រើនបើសិនណាបងប្អូនចាប់អារម្មណ៍ជាមួយឱកាសការងារនេះបងប្អូនកុំភ្លេចតាក់ទងខ្ញុំនៅក្នុង The Live Show សម័យជីវិតបាទអរគុណច្រើនបងប្អូនចឹងបើសិនណាបងប្អូនពេញចិត្តជាមួយវីដេអូនេះបងប្អូនកុំភ្លេច Subscribe The Live Show សម័យជីវិតខ្ញុំនឹងជួបវីដេអូថ្មីបន្ថែមទៀតទៅកាន់បងប្អូនអរគុណច្រើនបងប្អូន